nhưng mình là kia style 3 chân muối để mây render hay nhưng trong ban LED cao cái này ở từ bộ cao nâng chân nhưng đồng pra sầm bột LED từ bộ nó nhưng thợ select lên cao nâng môi tớ hay nhưng copy vi trên khéo hay nhưng từ plugin mình nhớ thôi thì mùi customize board hai axisនេះគឺខ្ញុំប្រើបូកអិចដើម្បីភ្លើងវាសាយពីលើចុះក្រោម distance ប្រើខ្ទង់135ប៉ុណ្ណឹងចុច apply មកហើយមួយទៀតគឺខ្ញុំចង់ដាក់ភ្លើងនៅពីលើអញ្ចឹង decor នេះអញ្ចឹងយើង select លើ line ត្រង់ហ្នឹងបន្ទាប់មកយើងចុច apply អាមូលនេះក៏ដូចគ្នាដែរ decor មូលនេះខ្ញុំចង់បានភ្លើងសាយចេញក្រៅអញ្ចឹង select line មូលជុំវិញហ្នឹងហើយយើងត្រូវដូរ invert នេះដូរទិសសាយវាសិនបន្ទាប់មកយើងចុច apply decor ទឹកកឡុកនេះដូចគ្នា select លើ line ជុំវិញហើយចុច apply ខាងក្រោមហ្នឹងដូចគ្នាដែរ select លើ line ជុំវិញហ្នឹងហើយចុច apply ហើយមួយទៀតគឺខ្ញុំចង់ដាក់ភ្លើងនៅខាងក្រោមដើមឈើអញ្ចឹងខ្ញុំប្រើ downlight tool ទី2 select លើ downlight ហើយយើងទៅ customize ទំហំ customize ពណ៌ហើយខ្ញុំចុច wash out ដើម្បីឲ្យភ្លើងហ្នឹងបាញ់ពីក្រោមឡើងទៅលើបន្ទាប់មកទៀតយើងចុច place downlight ទៅប៉ុណ្ណឹងមកខាងទៀតខ្ញុំគ្រាន់តែ copy ពីអាមួយទៀតនឹងទៅប៉ុណ្ណឹងរួចរាល់ហើយអញ្ចឹងខ្ញុំនឹង render scene នេះមួយយើងចូល plugin របស់យើង capture viewport ដើម្បី pass scene ហ្នឹងចូល plugin ជ្រើសរើសទំហំរូបថ្ងៃនេះខ្ញុំប្រើ preset townhouse quality រូបខ្ញុំប្រើ 1K មានភ្លើងអញ្ចឹងខ្ញុំប្រើ environment ពេលយប់ឲ្យភ្លើងស្អាតមកច្បាស់ល្អអញ្ចឹងនេះគឺជារូបភាព render របស់ខ្ញុំពលឺពណ៌អីគឺវាត្រូវនឹងទីតាំងដែលខ្ញុំដាក់ហើយប៉ុន្តែវារៀងមាន object នៅខាងមុខគេរៀងញញតិចអញ្ចឹងខ្ញុំនឹង remove object ម៉ូតូនឹងចេញយើងរុញរូបភាពនេះទៅមុខងារ editor នៅក្នុង editor យើងត្រូវ pan ទៅលើទីតាំងដែលយើងចង់ remove ថតដូចម៉ូតូនេះអញ្ចឹងយើង pan ជំវិញហ្នឹងទៅហើយយើង select យក remove ហើយយើងប្រើ quality 2K ហើយយើងចុចលើ remove ហ្នឹងទៅអញ្ចឹងគឺរូបភាពរបស់យើងគឺវាបានដករូបម៉ូតូនឹងចេញហើយអញ្ចឹងអាគារយើងវា clean ស្អាតហើយអញ្ចឹងខ្ញុំនឹង render scene ទី2ដោយផ្អែកលើ environment នេះអញ្ចឹងយើងត្រូវរុញរូបភាពនេះទៅមុខងារ perspective សិនបន្តមកទៀតយើងទៅ sketch up scene ទី2យើងណាហើយយើងត្រូវ pass scene ទី2ហ្នឹងនៅក្នុង detail បន្តមកទៀតយើងត្រូវ render នៅក្នុង detail perspective អញ្ចឹងនេះគឺជារូបភាពរបស់យើងពី scene ហ្នឹងគឺវា keep environment តែមួយហើយ plugin LED នេះយើងអាចទិញបាននៅក្នុងតម្លៃ 4.99 សម្រាប់អ្នកដែលគាត់ share វីដេអូនេះនិង follow page ទិញបាននៅតាម Telegram link ខាងលើ caption នេះបានឬក៏ scan QR Telegram លើវីដេអូនេះបាន